ឬក៏ easy trail បើមិនស្មានហ្នឹង easy driver បន្តមកទៀតយើងមានជា needle set ធម្មតា needle set យើងអាចចូលមើលចូល needle set របស់យើងធម្មតាមាន3ពណ៌មានពណ៌ផ្កាឈូកមានពណ៌ត្រីមេឃហើយមានពណ៌លឿងនៅនេះយើងមានតែពណ៌ផ្កាឈូកអញ្ចឹងផ្កាឈូកនេះសម្រាប់នៅអនាគតសម្រាប់ពណ៌ខៀវពណ៌ត្រីមេឃសម្រាប់នំធំហើយសម្រាប់ពណ៌លឿងសម្រាប់អ្នកមានកលុងធំវាប្រវាយចូលលើវែងអញ្ចឹងណាហើយនេះជាគេហៅថា stabilizer បន្ទាប់ពីយើងខួងចូលហើយមកចូលយើងជាប់នៅលើឆ្អឹងអ្នកជំងឺហើយយើងមានអាហ្នឹងសម្រាប់ stabilizer ហើយបានយើងមានជា connector នេះដើម្បី connect ភ្ជាប់ពីក្បាលមកចូលមកសារ៉ាមកយើងឬក៏មកទ្រូងរបស់យើងអូខេបន្ទាប់ពីយើងស្គាល់ឧបករណ៍ហើយយើងស្គាល់ពីទីតាំងកន្លែងដែលចាក់អញ្ចឹង handout យើងមានបញ្ជាក់ថាកន្លែងណាដែលចាក់បានខ្លះយើងមាន handout ទេចំធម្មតាមាន proximal humerus មាន distal femur មាន proximal tibia ហើយនិង medial malleolus ប៉ុន្តែកន្លែងដែលយើងចាក់ទូទៅហ្មងគឺនៅ proximal tibia នៅកន្លែង tuberosity ហ្នឹងកន្លែងកពកឆ្អឹងយើងវាស់ចុះរហូត1 cm ចូលមកក្នុង1 cm គឺកន្លែងដែល flat កន្លែងដែលសប៉ែតហ្នឹងគឺយើងអាចចាក់បានគឺគេហៅថានេះជើងស្ដាំរបស់អ្នកជំងឺ tuberosity ចុះរហូត1 cm មកក្នុង1 cm កន្លែងនេះវាសប៉ែតអញ្ចឹងយើងអាចចាក់បានអញ្ចឹងពេលដែលយើងធ្វើលំនាំត្រាប់យើងត្រូវនិយាយទាំងអស់ថាមុននឹងចាក់តែបើយើងចាក់ IO ឧបករណ៍យើងមានដូចខ្លះហើយយើងនឹងចាក់កន្លែងណាអានេះនៅពេលដែលចាក់គឺជាតម្រងមួយដែលតម្រងការអាសិបតិចយើងត្រូវការជូនសលេអកលហើយបានយើងចាក់ទៅទីតាំងដែលយើងចង់ចាក់ហ្នឹងនេះឧទាហរណ៍ថាយើងចាក់នេះប៉ុន្តែនេះគឺជាវីដេអូយើងចាក់ណានេះឧទាហរណ៍ថាយើងចាក់នៅកន្លែងនេះចុះបាទណាដល់នៅពេលដែលយើងចាក់យើងមានជាសលេអកលសម្រាប់អាសិបតិចកន្លែងនេះមួយបន្តមកយើង connect នេះដល់ set របស់យើងជាមួយនឹង easy driver ឬក៏ easy trail អូខេទូក៏យើងដាក់មកជាប់មកខ្ញុំទៅបង្ហាញនេះតិចក្នុងនេះដល់ set នេះវាមាន stylet វាមាន snow បកគោវានៅពេលដែលយើងចាក់ចូលហើយយើងដក snow នឹងចេញមានបកគោនេះសម្រាប់នៅជាប់មួយឆ្អឹងអញ្ចឹងហើយនេះវាក៏អង្ការរបស់យើងទៅលើទៅអូខេឧទាហរណ៍ថាយើងចាក់កន្លែងនេះណានៅពេលដែលយើងចាក់90 ដឺក្រេប៉ះជាមួយនឹងឆ្អឹងប៉ះជាមួយនឹងសាច់នៃយើងយើងស្ទប់ទៅដោយសារបញ្ចូលហ្នឹងវាស្រួលពេលយើងប៉ះទៅយើងគួរតែប៉ះដល់ឆ្អឹងហ្មងស៊ឹកចូលដល់ឆ្អឹងហ្មងអញ្ចឹងណាហើយយើងខួងយើងចុចទៅវាខួងម៉ូតូហើយទុកលំនឹងយើងឲ្យជាប់អូខេពេលចូលស៊ឹកចឹងទៅហើយចូលហើយជាធម្មតាអានេះដោយសារនេះបបការឈប់សម្រាប់កូនក្មេងជាធម្មតាយើងគួរតែនៅសល់ space បន្តិចចំណុចនេះខ្ញុំបង្ហាញក្បាលមកចូលបន្តិច space បន្តិចមានថាពេលដែលយើងចូលដល់ឆ្អឹងហើយវានៅសល់ space ហ្នឹងប្រវែងហ្នឹងត្រឹមគ្រប់គ្រាន់ហើយប៉ុន្តែបើយើងខួងឡើងលឹកហើយអាមកចូលហ្នឹងនៅមិនតាន់ចូលដល់ខាងក្នុងទៀតមានថាប្រវែងហ្នឹងខ្លីពេកហើយបាទនេះពេលបើយើងនៅប្រឹងខួងទៀតអាស្បែកជ័រហ្នឹងគិតជាមួយស្បែករបស់គាត់ជាមួយនឹងដែររាល់ស្បែកជាមួយនឹងអញ្ចឹងសំខាន់គឺយើងជ្រើសរើសប្រវែងទំហំទៅតាមអ្នកជំនួយតែឧទាហរណ៍យើងមានបកការជុំមានមួយសម្រាប់គ្នាហើយយើងចាក់រួចហើយយើងខួងរួចយើងដក stylet នេះចេញចឹងដល់ពេលដក stylet ចេញកន្លែងនេះវាចំហហើយយើងអាចកំឡុងពេលនេះយើងអាចបងឈាមយើងអាច flash សារ៉ូមសិនយើងអាច flash សារ៉ូម 5cc 2ទៅ 5cc របស់យើងដើម្បីមើលថាតើវាមានស្ទះមកចូលវាមានស្ទះមកអត់បើសិនបាញ់ទៅតាំងងារថាវាអត់ទាន់ចូលដល់មួយ narrow space ទេនៅក្នុងសម្បកឆ្អឹងឡើយទេអញ្ចឹងបន្ទាប់ពីយើង flash ហើយវាទៅមានថាកន្លែងហ្នឹងអូខេ successful ហើយយើងត្រូវ stabilize វាយើងត្រូវការមានអានេះជា stabilizer គ្របពីលើដល់ពេលដែលយើងគ្របពីលើចឹងហើយយើងមានជា connector របស់យើងដើម្បីភ្ជាប់ពីក្បាលបញ្ចូលរបស់យើងនេះបានជាខ្សែមកខាងក្រៅហើយពេលហ្នឹងយើងអាចដាក់សេរ៉ូមបញ្ចូលតាមនឹង fluid ឬក៏ medication antibiotic អីយើងអាចរ៉ាន់តាមនឹងបានអូខេតាមហ្នឹង
cho nên bây giờយើងchọn hai là bây giờយើងchọn đọ trên mình nhưng đọ step by step nhưng disconnect trục sử dụngយើងចេញយើង remove connector របស់យើងchọn máu យើងដក stabilizer ចេញហើយយើងត្រូវដាក់ស្រែមកភ្ជាប់នឹងវិញទី1ដើម្បីបិទ space នឹងកុំឲ្យវាមានមេរោគអេចូលវាចំហអញ្ចឹងទី2វាងាយស្រួលក្នុងការដកដើម្បីពេលដកមកវាទុកនឹងដៃយើងពេលយើងដកជាតនិយាយការយើងមួវិលគឺយើងវិលជាទីនេះចាពេលដកចេញមករួចយើងមានជា gauze ដើម្បីដាក់ tracing បិទឡើងហ្នឹងបិទ Scott tracing simple tracing ធម្មតាបាទណាអញ្ចឹងថ្ងៃស្អែកពេលយើងប្រឡងគឺដូចគ្នាមុនពេលដែលយើងធ្វើ IO យើងបញ្យល់ examiner ថាតើមូលហេតុអីបាទយើងធ្វើ IO បន្តមកបញ្យល់ពីឧបករណ៍របស់យើងមានអីខ្លះបន្តមកបញ្យល់ពីទីតាំងដែលយើងនឹងចាក់ step បន្ទាប់គឺពេលយើងចាក់90 degree ចាក់រួចយើងមាន flash អូខេដល់ពេលជាប់ហើយពេលយើងដកចេញមកវិញយើងត្រូវបញ្យល់ថាយើងដក step by step ហើយយើងមាន tracing ចប់អា check list របស់យើងមានចម្ងល់អីទេបងអូខេយើងអាចចាក់ពីក្រុមទៅចាំសុំមកកណ្ដាលទៅខាងនោះ